Nghĩa vừa một căn trên nàyខ្ញុំបាទបានសុំម្ដងទៀតហើយបាទហើយថ្ងៃនេះផងដែរខ្ញុំមកប្រាប់ពីរបៀបបង្កើត DNS server ហើយជាដំបូងយើងត្រូវ download install បាញសិនដើម្បី install បានយើងត្រូវប្រើ command sudo yum install បាញហើយដំណាក់កាលវាដំបូងយើងត្រូវ install វាបន្ទាប់មកយើងត្រូវ config file របស់ folder បាញដែលយើងបាន install ហ្នឹងហើយនេះជារបៀប test មើលវាថាវាដំណើរការអត់ហើយនេះគឺជារបៀបចូលទៅ file config ហ្នឹងហើយ config របស់វាយើងត្រូវផ្លាស់ប្ដូរទៅតាមហ្នឹងហើយសម្រាប់នេះជាការ define zone ហើយយើង create zone ខ្លួនឯងមួយហើយ config ទៅតាមហ្នឹងទៀតហើយកន្លែងនេះយើង restart វាហើយយើងបើក firewall វាហើយរួចជាការស្រេចអញ្ចឹងខ្ញុំធ្វើតាម step មួយរបស់វាឥឡូវកុំឲ្យខាតពេលយូរយើងចូលមកខ្ញុំ copy comment download នេះមកកុំឲ្យខាតពេលយើងសូមបិទskip សិនចាំពេញចាំខ្ញុំយើងចូលត្រឡប់មកវិញអញ្ចឹងអ្នកនរគ្នាហើយអីឥឡូវយើងចូលទៅដល់ config ម្ដងអញ្ចឹងយើងចូល file config វាទៅយ៉ាហ្នឹងហើយអរគ្នាអញ្ចឹងកន្លែងនេះគឺ load local host អញ្ចឹងយើងដូរទៅវាដាក់ any ទៅដើម្បីឲ្យគេអញ្ចឹងកន្លែងនេះយើងកែដាក់ថា any ហើយអញ្ចឹងអ្នកគ្នាអាចកែតាមខ្ញុំបានដោយ hello query នេះដាក់ any ទៅដើម្បីឲ្យ client ប្រើប្រាស់ server តាក់ទង server យើងបានហើយកន្លែងនេះដាក់ only ទៅហើយកន្លែងនេះដាក់8.4 ដើមទៅអាហ្នឹងគឺ domain name របស់ Google យើងប្រើរបស់ Google ទៅហើយបន្ទាប់មកយើង save វាទៅដោយយើងដាក់ control O ឥឡូវយើងបានsaveវាហើយឥឡូវយើង
clear វាសិនមកដើម្បីវាញញៃឥឡូវយើងជំហានបន្ទាប់យើងត្រូវ start service របស់យើងដើម្បី start service របស់យើងបានយើងត្រូវប្រើsudo system startហ្នឹងហើយអ្នកគ្នាដោយសារមិនហ្នឹងខ្ញុំប៉ះដៃលើអានេះបន្តិចវាបានលោតអក្សរ W នៅក្នុង file config របស់ខ្ញុំហើយខ្ញុំពេចសវីកលឹមនៅកន្លែង port 888អញ្ចឹងខ្ញុំបាន fix វាហើយឥឡូវខ្ញុំ start service វាបានឥឡូវខ្ញុំ enable វាសាកមើលenable ក៏រួចដែរឥឡូវយើង check status វាថាវាដើរអត់អូខេវា enable ហើយក៏វា active run ធម្មតាដែរអីចឹងឥឡូវយើងធ្វើបន្តចឹងវាដំណើរការអញ្ចឹងយើងត្រូវ allow firewall វាចោលដោយសារយើងដឹងថាតើវា allow ហើយនៅទេអញ្ចឹងយើង allow ឲ្យមកអញ្ចឹងខ្ញុំសូម clear មួយចោលសិនខ្ញុំ allow success ហើយអញ្ចឹងយើងបង្កើត define zone មួយមកដើម្បីបង្កើតនេះបានយើងត្រូវតែចូលទៅកន្លែង file config នឹងម្ដងទៀតដើម្បីយើង define zone ហ្នឹងគឺចឹងអ្នកគ្នាឥឡូវខ្ញុំសូមតេស្តថានេះDNS server យើងដើរអត់ឥឡូវខ្ញុំសូមឆែកមើល IP address វាដើម្បីតេស្តទៅលើម៉ាស៊ីនរបស់ខ្ញុំសិនយើងនេះជា IP របស់ខ្ញុំឥឡូវយើង copy វាមកខ្ញុំច្រឡំអ្នកគ្នាមិនហ្នឹងទេនេះ IP វានៅនេះទេយើង copy វាមកហើយយើងត្រូវចូល network control panel ទៅដើម្បីចូលទៅ control panel network បានយើងត្រូវចុច Windows O ហើយវាយ command នេះតាមខ្ញុំទៅវាពេលចូលទៅដល់គឺនឹងចូលទៅដល់កន្លែង directly អីចឹងយើងដូរ IP address DNS server របស់យើងយើងយកឡើងនេះមកយើងផាស address យើងទៅយើងអូខេវាទៅមកយើងប្រើ command lookup អ្នក
nghe còn vay comment tạo như má look up www nữa ok nữa nghe vay comment ns look up www.facebook nhấn mốt